កូនសៅទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួនទី7ការគិតនៅកម្រិតផ្សេងគ្នាអ្វីជាបញ្ហាសំខាន់ដែលយើងកំពុងប្រឈមមុខសពថ្ងៃនិងព្រោះហេតុអ្វីបញ្ហាទាំងនោះមានសារៈសំខាន់ចំពោះជោគជ័យផ្ទាល់ខ្លួនរបស់យើងមិនចាំបាច់ក្រឡេកមើលឆ្ងាយដើម្បីរកឃើញចម្លើយទាំងឡាយចំពោះសំណួរទី1ទេអ្វីទាំងអស់ដែលយើងត្រូវការធ្វើគឺអានសារព័ត៌មាននានាស្ដាប់វិទ្យុឬមើលព័ត៌មានតាមទូរទស្សន៍ដើម្បីដឹងច្បាស់ថាសង្គ្រាមភារវកម្មឧក្រិដ្ឋកម្មការប្រែប្រួលបរិស្ថាននិងភាពក្រីក្រជាបញ្ហាសំខាន់បំផុតរបស់សតវត្សទី21វិបត្តិនៃសតវត្សទី21 1. សង្គ្រាមនិងភារវកម្ម 2. ឧក្រិដ្ឋកម្ម 3. វិបត្តិអេកូឡូស៊ី 4. ភាពក្រីក្រ 5. កំណើនប្រជាជនទោះបីមានការខិតខំដ៏ប្រសើររបស់អង្គការសហប្រជាជាតិភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស្ថាប័នរដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលនិងអង្គការផ្សេងឯទៀតក្តីក៏ពិភពលោកហាក់ដូចកំពុងបន្តវិលត្របាញ់ទៅហួសពីការត្រួតត្រាបាននិងកំពុងបោះពួយឆ្ពោះទៅកាន់មហន្តរាយក្នុងកម្រិតមួយដែលសកលលោកមិនទាន់អាចទប់ស្កាត់បាននៅឡើយគំនិតផ្ដើមប្រកបដោយបំណងល្អជាច្រើនរបស់យើងក្នុងវិស័យអប់រំកសិកម្មនិងសេដ្ឋកិច្ចបានគ្រាន់តែបម្រើសម្រាប់ពន្យាពេលនៃការវិនិច្ឆ័យដែលជៀសមិនផុតប៉ុណ្ណោះដំណោះស្រាយទាំងឡាយសម្រាប់បញ្ហាទាំងនេះมันអាចត្រូវបានរកឃើញនៅក្នុងទម្លាប់ចាស់នៃការគិតរបស់យើងទេសេចក្តីសង្ឃឹមតែមួយគត់របស់យើងស្ថិតនៅក្នុងការគិតកម្រិតថ្មីនិងខ្ពស់ជាងមួយនៃមនសិការប៉ុណ្ណោះបញ្ហាចម្បងទាំងឡាយដែលយើងកំពុងប្រឈមមុខมันអាចត្រូវបានដោះស្រាយនៅកម្រិតដដែលនៃការគិតដែលយើងបានស្ថិតនៅពេលដែលយើងបានបង្កើតបញ្ហាទាំងនោះទេ Albert Einstein សង្គ្រាមត្រូវបានចាត់ទុកជាសកម្មភាពចម្បងមួយតាំងពីការចាប់ផ្ដើមមានមនុស្សជាតិគេបានប៉ាន់ប្រមាណថាប្រមាណជា 90% ទៅ 95% នៃសង្គមទាំងឡាយទាំងពួងដែលគេបានស្គាល់ធ្លាប់បានប្រឡូកនៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធនៅសម័យកាលនេះឬសម័យកាលនោះចំនួនពិតនៃចំនួនធំនៅក្នុងពិភពលោកបានចុះថយនៅក្នុងរយៈពេល100ឆ្នាំចុងក្រោយនេះប៉ុន្តែវិនាសកម្មដ៏មានសក្តានុពលរបស់វាចំពោះភពផែនដីរបស់យើងបានកើនឡើងរាប់រយដងដោយសារការបង្កើតនៃយន្តការសង្គ្រាមទំនើបនិងសភាវុធនុយក្លេអ៊ែរគ្រាប់បែកបរមាណូដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ានៅព្រឹកព្រលឹមថ្ងៃទី6ខែសីហាឆ្នាំ1945បានសម្លាប់ប្រជាជនអស់ជាង 75,000 នាក់មួយរំពេចហើយនៅចុងឆ្នាំនោះចំនួនជនរងគ្រោះដោយការទម្លាក់គ្រាប់បែកនោះកើនដល់ 14,000 នាក់គ្រាប់បែកទី2ដែលសហរដ្ឋអាមេរិកបានទម្លាក់3ថ្ងៃក្រោយមកលើទីក្រុង Nagasaki បានផ្ដាច់ជីវិតមនុស្សក្នុងរង្វង់ 80,000 នាក់ទៀតការសាយភាយរស្មីនុយក្លេអ៊ែរចេញមកពីការផ្ទុះគ្រាប់បែកបានបន្តសម្លាប់មនុស្សនិងបានបង្កការឈឺចាប់ផ្លូវកាយនិងផ្លូវចិត្តឥតរៀបរាប់បានដល់មនុស្សរាប់ពាន់នាក់ក្នុងពេលជាច្រើនឆ្នាំបន្តមកទៀតពេលមួយនោះលោក Albert Einstein បាននិយាយថាខ្ញុំមិនដឹងថាជាមួយនឹងសភាវុធអ្វីដែលសង្គ្រាមលោកលើកទី3នឹងត្រូវប្រើច្បាំងគ្នាទេប៉ុន្តែសង្គ្រាមលោកលើកទី4នឹងត្រូវច្បាំងគ្នាដោយដំបងនិងដុំថ្មសប្តាហ៍ថ្ងៃនេះសភាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោកត្រូវបានកាត់បន្ថយពី 65,000 នៅចំណុចកំពូលនៃសង្គ្រាមត្រជាក់មកនៅប្រហែល 27,000 ជាការកាត់បន្ថយដ៏សំខាន់មួយប៉ុន្តែរហូតដល់សភាវុធនុយក្លេអ៊ែរត្រូវបានលុបបំបាត់ទាំងស្រុងនិងជាអចិន្ត្រៃយ៍ការគំរាមចំពោះភពផែនដីនិងការរស់រានរបស់យើងកំពុងតែបន្តអ្នករងគ្រោះទាំងឡាយអំពីសង្គ្រាមមិនកំណត់ត្រឹមតែស្លាប់នឹងរបួសទេក្មេងៗជាច្រើនដែលត្រូវបានគេកេណ្ឌដោយបង្ខំ
ឲ្យធ្វើជាទាហានឬទាស្ករផ្លូវភេទនិងមិនបានជាសះស្បើយពីបទពិសោធន៍ដ៏ឈឺចាប់ខាងផ្លូវចិត្តផ្លូវអារម្មណ៍ឬផ្លូវកាយរបស់គេឡើយសង្គ្រាមបានបង្កឲ្យមានជនភៀសខ្លួនប្រមាណ27លាននាក់ក្នុងចំណោមនេះ 80% ជាស្ត្រីនិងកូនក្មេងហើយបន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅជាយូរក៏ដោយប្រជាជនជាច្រើនជាពិសេសជនក្រីក្រនិងជនងាយរងគ្រោះទាំងឡាយនៅតែបន្តស្លាប់និងបន្តរងរបួសដោយគ្រាប់កាំភ្លើងមិនទាន់ផ្ទុះនិងគ្រាប់មីនកប់ក្នុងដីដែលសល់ពីសង្គ្រាមនៅឡើយភារវកម្មគឺមិនមែនជាយុទ្ធសាស្ត្រថ្មីសម្រាប់ផ្ចាញ់សត្រូវរបស់ខ្លួនទេការឆក់ប្លន់ទ្រព្យសម្បត្តិការដុតផ្ទះសម្បែងនិងការសម្លាប់រង្គាលត្រូវបានគេអនុវត្តនៅរាល់ពេលមានសង្គ្រាមក្នុងនាមស្ដេចក្នុងនាមប្រជាជាតិនិងក្នុងនាមសាសនាទាំងឡាយអស់ពេលរាប់ពាន់ឆ្នាំមកហើយភាពផ្សេងគ្នាដ៏ធំឥឡូវនេះគឺភាពទាន់សម័យនៃសភាវុធចម្ងាយដែលគ្រាប់កាំភ្លើងរត់ទៅដល់និងកម្លាំងបំផ្លាញនៃសភាវុធដែលមាននៅក្នុងដៃនៃពួកភារវករដោយមិនខ្វល់នឹងបំណងសម្រាប់ការប្រព្រឹត្តអំពើដូចនេះគេគ្មានការកែតម្រូវប្រកបដោយកិត្តិយសណាមួយសម្រាប់ការសម្លាប់និងការកាត់ដៃជើងដោយឥតក្តីមេត្តានិងដោយឥតរើសមុខនៃជនស្លូតត្រង់រាប់ពាន់នាក់ជាបុរសនិងស្ត្រីនិងកូនក្មេងនៅឡើយភារវកម្មសម័យទំនើបបានផ្លាស់ប្ដូរជីវិតរស់នៅរបស់យើងយ៉ាងក្រាស់ក្រែលនៅក្នុងអតីតកាលយើងបានត្រួតត្រាច្រើនឬតិចនៅភាពជោគជ័យផ្ទាល់ខ្លួនរបស់យើងដើម្បីបញ្ជាគ្រោះថ្នាក់យើងអាចបើកយានយន្តដោយប្រុងប្រយ័ត្នហើយដើម្បីថែរក្សាខ្លួនយើងឲ្យមានសុខភាពល្អយើងអាចហាត់ប្រាណឲ្យបានទៀងទាត់និងបរិភោគអាហារមានរសជាតិល្អយើងអាចខិតខំធ្វើការនិងសន្សំប្រាក់របស់យើងដើម្បីរ៉ាប់រងសេចក្តីចម្រុងចម្រើនក្នុងអនាគតភារវកម្មសកលលោកបានផ្លាស់ប្ដូរអ្វីៗទាំងអស់គ្រាន់តែក្នុងរយៈកាលជាងមួយទសវត្សរ៍ឥឡូវនេះការធ្វើអំពើត្រឹមត្រូវនៅក្នុងជីវិតរបស់យើងមិនអាចធានាបាននូវជោគជ័យរបស់យើងទេពីព្រោះដំណើរឆ្លងកាត់ក្នុងជីវិតវាមិនដូចពីមុនសោះឡើយដែលជាដំណើរឆ្លងកាត់ដ៏សាមញ្ញនៅក្នុងឧទ្យានបានប្រែក្លាយដូចជាការដើរឆ្លងកាត់ចំការមីនមួយដូច្នោះទៅវិញប្រជាជនល្អស្លូតត្រង់ធម្មតាបានបាត់បង់ជីវិតរបស់ពួកគេឬត្រូវបានឆក់ប្លន់យកអនាគតរបស់ពួកគេយ៉ាងសាមញ្ញពីព្រោះតែពួកគេបានចតយានយន្តក្នុងកន្លែងខុសឬពួកគេស្ថិតនៅក្នុងទីកន្លែងដែលខុសកាលជីវភាពបានប្រែក្លាយជាតបប្រមល់ខ្លាំងនិងមិនអាចទស្សទាយបានកាន់តែខ្លាំងភារវកម្មបានធ្វើឲ្យពិភពលោកយើងកាន់តែងងឹតទៅនិងកាន់តែអាក្រក់ទៅប៉ុន្តែវាមិនអាចបំបត្តិអយុត្តិធម៌និងមិនងាយសោះឡើយបំបត្តិអយុត្តិធម៌បានឬសម្រាលទុក្ខវេទនារបស់ប្រជាជនបានពីព្រោះភារវកម្មនឹងគ្រាន់តែបានជំនួសអយុត្តិធម៌មួយដោយអយុត្តិធម៌មួយទៀតប៉ុណ្ណោះយើងត្រូវសួរខ្លួនយើងផ្ទាល់នៅសំណួរនេះបើពួកភារវជនបានសម្រេចជោគជ័យក្នុងការបំបត្តិបញ្ហាសង្គមទាំងឡាយក្នុងពិភពលោកតើយុទ្ធសាស្ត្រអ្វីដែលពួកគេនឹងប្រើដើម្បីរក្សាអំណាចរបស់ពួកគេមកលើយើងប្រភេទពិភពលោកបែបណាដែលពួកជនមានសន្តានចិត្តបំផ្លិចបំផ្លាញអាចមានសមត្ថភាពបង្កើតឡើងបាននោះកាលណាការរស់រានមានគ្រោះថ្នាក់សេចក្តីចម្រុងចម្រើនត្រូវបានបោះបង់លក្ខខណ្ឌចាំបាច់មួយបណ្ដាលក្ខខណ្ឌចាំបាច់ដំបូងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍឲ្យរស់រានគឺសន្តិភាពនិងស្ថិរភាពចូលយើងឲ្យនិយមន័យងាយយល់មួយអំពីផលប៉ះពាល់នៃសង្គ្រាមមកលើការអភិវឌ្ឍរបស់មនុស្សនៅក្នុងឆ្នាំ2006ពិភពលោកបានចាយប្រាក់$1,100 ប៊ីលានសហរដ្ឋអាមេរិកសម្រាប់ចំណាយយោធាជាងពាក់កណ្ដាលនៃថវិកានេះបានមកពីសហរដ្ឋអាមេរិកថវិកាដ៏សម្បើមស្មើនឹង$3 ប៊ីលានសហរដ្ឋអាមេរិកសម្រាប់ចំណាយមួយថ្ងៃឬជាង$2 លានសម្រាប់រៀងរាល់1នាទីចូលយើងគ្រាន់តែគិតមើលថាតើគេអាចធ្វើអ្វីបានជាមួយនឹងប្រាក់នោះបើពិភពលោកកាត់ការចំណាយយោធាតែពាក់កណ្ដាលចេញហើយបង្វែរប្រាក់នេះទៅឲ្យការអប់រំ
សុខាភិបាលកសិកម្មនិងការស្រាវជ្រាវវិទ្យាសាស្ត្រវិញតើវាអាចធ្វើឲ្យមានភាពផ្សេងគ្នាដោយផ្ដិចចំពោះកូនក្មេង 29,000 នាក់ក្រោមអាយុ 5 ឆ្នាំដែលត្រូវស្លាប់ជារៀងរាល់ថ្ងៃដោយសារភាពក្រីក្រឥឡូវនេះឯងប្រជាជនជិត 1,000 លាននាក់ចិញ្ចឹមជីវិតរស់នៅទាំងស្រុងរបស់ពួកគេដោយមិនអាចអានឬសរសេរឈ្មោះរបស់ពួកគេបានជាមួយនឹងប្រាក់តិចជាង 1% នៃចំនួនប្រាក់ដែលពិភពលោកចំណាយរៀងរាល់ឆ្នាំទៅលើសភាវុធកូនក្មេងម្នាក់ៗអាចមានឱកាសទៅសាលារៀនបានមានមនុស្សជាច្រើនអាចតវ៉ាថាតលហីកូននេះសាមញ្ញពេកណាស់ហើយរឿងនយោបាយស្មុគស្មាញគឺច្រើនជាងនេះប៉ុន្តែពួកជនដែលធ្លាប់បានរស់ឆ្លងកាត់ចំនួនប្រដាប់អាវុធឬកំពុងរស់ក្រោមការសង្កត់សង្កិននៃសង្គ្រាមនិងភារវកម្មទើបស្គាល់ច្បាស់លាស់នៅឥទ្ធិពលដែលរឿងទាំងនេះបានជះមកលើសុខុមាលភាពរូបកាយសេដ្ឋកិច្ចនិងការរំជួលចិត្តហើយនឹងមកលើភាពជោគជ័យខ្លួនផ្ទាល់ការរំលោភបំពានសិទ្ធិមនុស្សរួមមានអំពើប្រល័យពូជសាសន៍ទារុណកម្មមនុស្សឃាតការរើសអើងនិងការរំលោភផ្លូវភេទប្រឆាំងស្ត្រីនិងកូនក្មេងគឺជាអំពើកើតមានជាទូទៅហើយជាញឹកញយត្រូវបានអត់ឱននិងលើកលែងទោសក្នុងអំឡុងពេលមានសង្គ្រាមចំនួនมันអាចរស់រានថិតថេរដោយគ្មានគំនុំគុំគួនបានទេដូច្នេះគេបានបង្រៀនកូនក្មេងទាំងឡាយឲ្យចេះស្អប់និងបំពេញសន្តានចិត្តវ័យក្មេងរបស់ពួកគេដោយការបំផិតបំភ័យនិងពាក្យកុហកនៅពេលដែលមានការទទួលស្គាល់ថាកម្រិតនិងសេចក្តីសន្តោសទោសនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រែប្រួលពីអរិយធម៌មួយទៅអរិយធម៌មួយទៀតនិងពីប្រជាជាតិមួយទៅប្រជាជាតិមួយទៀតគ្មានប្រទេសណាមួយអាចទាមទារការចងគំនុំដាច់ខាតបានឡើយទាំងយើងក៏មិនអាចស្ដីបន្ទោសអំពើអាក្រក់ទាំងអស់របស់សង្គមយើងទាំងស្រុងទៅលើការខ្វះចន្លោះនៃច្បាប់និងសណ្ដាប់ធ្នាប់ដែលសង្គ្រាមបាននាំមកបានដែរអយុត្តិធម៌និងការរើសអើងដែលផ្អែកលើពណ៌សម្បុរស្បែកភេទមនោគមវិជ្ជាសាសនានិងឋានៈសេដ្ឋកិច្ចគឺជារឿងនៅមានជាទូទៅនៅឡើយនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍបរាជ័យនៃការអនុវត្តច្បាប់និងសណ្ដាប់ធ្នាប់បង្កឡើងដោយសង្គ្រាមគ្រាន់តែបានបង្កើតនៅលក្ខខណ្ឌត្រឹមត្រូវមួយសម្រាប់ការរំលោភបំពានទាំងនេះឲ្យកាន់តែរីកដុះដាលទ្វេដងយ៉ាងឆាប់បីដូចជាវងដង្កូវនៅលើសាកសពស្អុយរលួយមួយដូច្នោះឧក្រិដ្ឋកម្មមានចំណាស់និងរីករាលដាលទៅដូចមនុស្សជាតិខ្លួនឯងដូច្នោះការបញ្ចប់ចំនួនច្រើនតែនាំមកជាមួយខ្លួននៅសេចក្តីសង្ឃឹមមិនប្រាកដដុតបញ្ឆេះដោយសេចក្តីសន្យាភូតកុហកនិងវិធានការលើកទឹកចិត្តដោយថវិការយៈពេលខ្លីសេចក្តីលោភលន់របស់ពួកមនុស្សទាំងនោះដែលបានចំណេញអំណាចច្រើនតែស្ដែងឡើងជាអំពើពុករលួយការជំរិតទារប្រាក់និងឧក្រិដ្ឋកម្មដទៃទៀតអំពើពុករលួយនិងឧក្រិដ្ឋកម្មដទៃទៀតនៃរឿងអយុត្តិធម៌ត្រូវបានចងសម្ព័ន្ធគ្នានិងពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធបីដូចជាទន្លេស្ទឹងទាំងឡាយភ្ជាប់សម្ព័ន្ធគ្នាទៅនឹងសាគរភាពផ្សេងគ្នាដ៏ធំរវាងអំពើពុករលួយនៅក្នុងបណ្ដាប្រជាជាតិក្រីក្រនិងប្រជាជាតិមានធនធានគឺមិននៅក្នុងភាពមិនគួរប្រាថ្នានៃអំពើនោះផ្ទាល់ទេប៉ុន្តែលើទុក្ខវេទនាផ្ទាល់ដែលវាបង្កឡើងមកលើជីវភាពរស់នៅរបស់ជនក្រីក្រនិងជនគ្មានអំណាចជាពិសេសជនចាស់ជរាស្ត្រីនិងកុមារទាំងឡាយឧទាហរណ៍ស្ត្រីនិងកុមារប្រមាណ70លាននាក់បានទទួលរងគ្រោះដោយការជួញដូរផ្លូវភេទក្នុងទ្វីបអាស៊ីនៅក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះសេចក្តីលោភលន់និងអំពើពុករលួយក្នុងចំណោមពួកធុរកិច្ចជននិងពួកមន្ត្រីអនុវត្តច្បាប់ហើយនឹងភាពងប់ក្នុងកាមតណ្ហារបស់ពួកអ្នកមានប្រាក់ច្រើននិងពួកអ្នកមានអំណាចដើម្បីផ្ដល់ថ្លៃខ្ពស់សម្រាប់សេចក្តីសប្បាយ
វិបលាសរបស់ពួកគេបានធ្វើឲ្យអំពើឧក្រិដ្ឋនេះពិបាកទប់ស្កាត់និងលុបបំបាត់បានមនុស្សស្ទើរទាំងអស់អាចទប់ទល់នឹងវិបត្តិបានបើអ្នកចង់សាកល្បងចរិតរបស់មនុស្សណាម្នាក់ចូលផ្ដល់អំណាចដល់មនុស្សនោះអាប់រ៉ាហាំ លីនកុលបច្ចុប្បន្ននេះពួកយុវជនសប្បាយនឹងបានទទួលសេរីភាពច្រើនជាងឪពុកម្ដាយទាំងឡាយរបស់ពួកគេបានទទួលបានកាលពី50ឆ្នាំកន្លងទៅការរីកចម្រើនយ៉ាងឆាប់ក្នុងវិស័យគមនាគមន៍ក្នុងការកំសាន្តហើយជាពិសេសក្នុងភាពរីករាលដាលនៃទូរទស្សន៍ល្បែងកំសាន្តអេឡិចត្រូនិកទូរស័ព្ទចល័តនិងអ៊ីនធឺណិតបានរឹតបន្តឹងសេចក្តីសម្រេចចិត្តរបស់ពួកគេនិងបានសាកល្បងចរិតរបស់ពួកគេនៅក្នុងបែបបទទាំងឡាយដែលឪពុកម្ដាយរបស់ពួកគេមិនដែលបានជួបប្រទះសោះពិភពលោករបស់ពួកគេត្រូវបានត្រាប់តាមភាពជោគជ័យនាពេលរាត្រីរបស់ពួកស្រីស្អាតពួកអ្នកមានប្រាក់ច្រើននិងពួកជនល្បីឈ្មោះដែលបានផ្ដល់កិត្តិយសដល់ទស្សនាវដ្តីរូបភាពឆើតឆាយភាពយន្តល្ខោននិងកញ្ចក់ទូរទស្សន៍ដោយមិនអាចធ្វើឲ្យសេចក្តីរំពឹងទុកមិនពិតរបស់ពួកគេសម្រេចបានអាណិតជនជាច្រើនស្ដីបន្ទោសសង្គមចំពោះភាពបរាជ័យដែលមិនធ្វើឲ្យពួកគេទទួលបានជោគជ័យចំណែកឯអាណិតជនផ្សេងទៀតប្រែក្លាយជាមនុស្សទូលទុកហើយបង្កើតគំនិតស្អប់ខ្លួនឯងអត្តឃាតកម្មនិងឧក្រិដ្ឋកម្មក្នុងចំណោមពួកយុវជនបានប្រែក្លាយជាកង្វល់ចម្បងមួយទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍និងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោកនៅក្នុងទ្វីបអាមេរិកតែមួយការកើតមានអំពើបាញ់ប្រហារសិស្សគ្នាឯងនិងគ្រូបង្រៀនមាន29លើកដែលត្រូវបានគេរាយការណ៍ចាប់តាំងពីឆ្នាំ2000មកគេបានប្រមាលមើលថានៅឆ្នាំ2020ទូទាំងពិភពលោកមនុស្សមួយនាក់នឹងផ្ដាច់ជីវិតផ្ទាល់ខ្លួនរបស់គេនៅរៀងរាល់20វិនាទីឬចំនួនមនុស្ស 1.53 លានក្នុងមួយឆ្នាំមរណភាពដោយអត្តឃាតកម្មនឹងក្លាយជាចំនួនមរណភាពច្រើនជាងមរណភាពរួមបញ្ចូលគ្នាមកពីសង្គ្រាមនិងចំនួនហិង្សានយោបាយមកពីចំនួនសាសនានិងចំនួនដណ្ដើមទឹកដីទាំងឡាយរួមបញ្ចូលគ្នាដើម្បីបង្វាសជីវិតរបស់ពួកគេអំពីក្តីអស់សង្ឃឹមមនុស្សជាច្រើនបានងាកមករកសូរ៉ានិងគ្រឿងញៀនខុសច្បាប់នានាវាមិនមែនជារឿងគួរភ្ញាក់ផ្អើលទេថាសេចក្តីត្រូវការសម្រាប់គ្រឿងញៀនត្រូវបានរាប់ថាជាហេតុចម្បងមួយនៅក្នុងបណ្ដាហេតុចម្បងនានាចំពោះចារកម្មនិងការឆក់ប្លន់ដែលប្រព្រឹត្តឡើងដោយពួកយុវជនវិបត្តិអេកូឡូស៊ីគឺជាការគំរាមកំហែងធំបំផុតជាងអ្វីៗទាំងអស់ចំពោះអត្ថិភាពរបស់យើងសពថ្ងៃនេះការប្រែប្រួលអាកាសធាតុការរិចរិលនៃគុណភាពទឹកការចុះថយនៃគុណភាពដីនិងការហិនហោចជម្រកត្រីបានគំរាមដល់ការរស់រាននៃមនុស្សជាតិដែលរស់រានពឹងផ្អែកលើស្រទាប់ក្រៅនៃភពផែនដីប៉ុន្តែប្រជាជននិងរដ្ឋាភិបាលទាំងឡាយនៃប្រទេសអភិវឌ្ឍន៍កំពុងជាប់ដៃរវល់ក្នុងការបង្កើននិងរក្សាឋានៈសេដ្ឋកិច្ចពិភពលោករបស់ពួកគេខ្លាំងពេកទៅទាល់តែភ្លេចយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ដើម្បីការពារបរិស្ថានដែលកំពុងហិនហោចហើយផ្ទុយទៅវិញប្រជាជននិងប្រជាជាតិក្រីក្រទាំងឡាយក៏កំពុងជាប់ដៃរវល់ខ្លាំងដែលជាមួយនឹងការរស់រានបន្ទាន់ផ្ទាល់ខ្លួនរបស់ពួកគេភ្លេចគិតអំពីអនាគតចូលយើងគ្រាន់តែកត់សម្គាល់នៅហេតុពិតមួយចំនួនតាក់ទងនឹងថាតើទីណាដែលយើងកំពុងស្ថិតនៅឥឡូវនេះវាជារឿងមិនអាចកែប្រែបានទេថាអាកាសធាតុកំពុងតែកើនកម្ដៅឡើងក្នុងរយៈពេល100ឆ្នាំចុងក្រោយនេះសីតុណ្ហភាពរបស់ភពផែនដីបានកើនកម្ដៅ 0.8 អង្សាសេក្នុងនេះមាន4ឆ្នាំដែលជាឆ្នាំកើនកម្ដៅបំផុតបានកើតមានក្រោយឆ្នាំ1990បើអត្រានេះមិនត្រូវបានបញ្ឈប់ទេនៅក្នុងឆ្នាំ2020សីតុណ្ហភាពនៃភពផែនដីជាមធ្យមនឹងមានកម្រិត2អង្សាសេខ្ពស់ជាងសប្តាហ៍ថ្ងៃនេះគេបានប៉ាន់ប្រមាណថាសីតុណ្ហភាពអាចឡើងរហូតដល់10អង្សាសេនៅឆ្នាំ2050ការប្រែប្រួលបច្ចុប្បន្ននៅក្នុងអាកាសធាតុរបស់ភពផែនដី
កំពុងរលាយនិងកំពុងបន្ថយទំហំទឹកកកដែលគ្របដណ្ដប់លើផ្ទៃដីនិងផ្ទៃសមុទ្រហើយកំពុងបង្កឲ្យកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ការប្រែប្រួលមួយពី2អង្សាសេទៅ10អង្សាសេអាចប្រហែលមិនសំខាន់ចំពោះយើងទេប៉ុន្តែអ្នកវិទ្យាសាស្ត្រទាំងឡាយចង្អុលប្រាប់យើងថានៅក្នុង40លានឆ្នាំចុងក្រោយសីតុណ្ហភាពភពផែនដីបានឡើងតែ4អង្សាសេប៉ុណ្ណោះមូលហេតុចម្បងចំពោះការប្រែប្រួលនៅក្នុងអាកាសធាតុនៃភពផែនដីគឺការកាប់បំផ្លាញព្រៃឈើនិងការដុតឥន្ធនៈ fossil ដូចជាធ្យូងថ្មប្រេងកាតឥន្ធនៈ diesel ប្រេងសាំងឧស្ម័នហ្គាសសម្រាប់គមនាគមន៍និងឧស្សាហកម្មក៏ដូចជាសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់យើងភពផែនដីដ៏ផុយស្រួយរបស់យើងមិនអាចប្រឈមនឹងការប្រែប្រួលទាំងឡាយដ៏លឿនក្នុងសីតុណ្ហភាពដូចនេះបានទេហើយវានឹងផ្ដល់នូវលទ្ធផលជាការវិនិច្ឆ័យអន្តរាយទាំងស្រុងទាំងរុក្ខជាតិទាំងសត្វទាំងមនុស្សក្នុងកម្រិតនិងល្បឿនដែលគេមិនធ្លាប់បានឃើញពីមុននៅក្នុងប្រវត្តិសាស្ត្រទាំងមូលរបស់យើងហើយរឿងនេះនឹងទៅជាដូច្នេះដោយសារតែខ្លួនយើងផ្ទាល់កំណើនប្រជាជនគឺជាបុព្វហេតុដំបូងនៃភាពក្រីក្រនិងវិបត្តិបរិស្ថានដែលយើងកំពុងប្រឈមមុខសពថ្ងៃតាមការប៉ាន់ប្រមាណខ្លះផ្ដល់យោបល់ថាប្រជាជនបច្ចុប្បន្ននៅលើភពផែនដីគឺច្រើនជាងធនធានដែលមានត្រៀមបំរុងសម្រាប់ចិញ្ចឹមបានហើយកំណើននេះកំពុងតែប្រព្រឹត្តទៅក្នុងល្បឿនមួយគួរឲ្យភ័យព្រួយក្នុងឆ្នាំ1800ចំនួនប្រជាជនស្ថិតនៅក្រោម 1000 លាននាក់បន្តិចដល់មកឆ្នាំ1900ចំនួននេះបានកើនដល់ 1.65 ពាន់លាននាក់ហើយនៅក្នុង100ឆ្នាំបន្ទាប់វាបានបង្កើតល្បឿនយ៉ាងលឿនលុះដល់ឆ្នាំ2000ចំនួនប្រជាជនមានជាង 6000 លាននាក់នៅឆ្នាំ2011ប្រជាជនពិភពលោកបានកើនច្រើនដល់ 7000 លាននាក់អ្នកប្រាជ្ញខាងប្រជារាស្ត្របានទស្សន៍ទាយថានៅឆ្នាំ2050ប្រជាជនពិភពលោកនឹងមានជាង 10,000 លាននាក់ចំណែកឯពពួកសត្វនិងរុក្ខជាតិតេណជាតិវិញកំពុងតែវិនិច្ឆ័យបាត់ទៅក្នុងល្បឿន100ដងលឿនជាងបើប្រៀបធៀបទៅនឹងរបាយការណ៍ស្ដីពី fossil បុរេប្រវត្តិសាស្ត្របណ្ដាប្រភេទសត្វទាំងឡាយដែលពួកអ្នកប្រាជ្ញវិទ្យាសាស្ត្របានសិក្សាមាន 23% នៃថនិកសត្វនិង 12% នៃសត្វស្លាបកំពុងតែប្រឈមមុខនឹងការរលត់ផុតពូជអ្នកវិទ្យាសាស្ត្រខាងមច្ឆជាតិបានរកឃើញថានៅឆ្នាំ2003ពូជត្រីដែលអាចជួញដូរបានប្រមាណ29ប្រភេទត្រូវបានវិនិច្ឆ័យឥឡូវនេះមាននៅសល់ពូជត្រីដែលអាចជួញដូរបានជិត 50% កំពុងត្រូវបានគេធ្វើអាជីវកម្មយ៉ាងសកម្មនិងជាង 20% កំពុងត្រូវបានគេធ្វើអាជីវកម្មហួសហេតុហើយបើល្បឿននេះនៅតែបន្តពិភពលោកនឹងគ្មានសល់ធនធានត្រីធម្មជាតិទៀតទេនៅឆ្នាំ2050សកម្មភាពរបស់មនុស្សក៏កំពុងបានបំផ្លាញផងដែរនៅការថ្ម Coral Reef របស់ពិភពលោកប្រមាណ 20% និងកំពុងបានបង្កគ្រោះថ្នាក់ដល់អ្វីៗដែលនៅសេសសល់ការកាប់បំផ្លាញដើមឈើធ្វើជំនួញកសិកម្មការបំពុលបរិស្ថាននិងការកាប់ដើមឈើប្រមូលធ្វើអុសដោយពួកជនក្រីក្រនៅជនបទបានបង្រួញទំហំព្រៃរបស់ពិភពលោកប្រមាណ 13 លានហិកតាជារៀងរាល់ឆ្នាំឬប្រមាណ 25 ហិកតារៀងរាល់1នាទីល្បឿននៃការកាប់បំផ្លាញព្រៃឈើនេះនឹងបង្កវិនាសកម្មផុតពូជដល់ប្រមាណ 15% នៃប្រភេទព្រៃទាំងអស់នៅឆ្នាំ2025ក្នុងរយៈពេល3ទសវត្សរ៍កន្លងទៅព្រៃឈើកោងកាង Mangrove Forest ប្រមាណ 20% ត្រូវបានបំផ្លាញដោយការបំពុលបរិស្ថានកសិដ្ឋានចិញ្ចឹមត្រីនិងការកែប្រែដីធ្លីគ្មានជីវជាតិទៅជាដីកសិកម្មឬសង់លំនៅឋានកំណើនប្រជាជននិងសេចក្តីចម្រុងចម្រើនរបស់មនុស្សបានបង្កើនផលិតផលនិងការបរិភោគប្រើប្រាស់ចំណីអាហារ
និងទំនិញទាំងឡាយឯទៀតហើយបានបង្កើតនៅសម្រាមកាកសំណល់ច្រើនហួសពីសមត្ថភាពប្រជាជាតិទាំងឡាយអាចគ្រប់គ្រងបានដោយប្រសិទ្ធភាពនៅក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅការបង្កើតកាកសំណល់ជាមធ្យមដោយមនុស្សម្នាក់នៅក្នុងបណ្ដាប្រទេសឧស្សាហកម្មបានកើនពី30គីឡូក្រាមដល់ជាង500គីឡូក្រាមក្នុងមួយឆ្នាំនៅក្នុងប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកជាមធ្យមមនុស្សបង្កើតកាកសំណល់1តោនក្នុងមួយឆ្នាំការប៉ាន់ស្មានប្រចាំឆ្នាំសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍគឺ182គីឡូក្រាមក្នុងប្រជាជនម្នាក់កាកសំណល់ជាសម្ភារៈបញ្ជ្រាបជាតិពុលគីមីចូលទៅក្នុងទឹកក្រោមដីនិងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៃសហគមន៍ទាំងឡាយទឹកកាកសំណល់ស្ទើរតែទាំងអស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍត្រូវបានបង្ហូរដោយផ្ទាល់ចូលទៅក្នុងទន្លេស្ទឹងបឹងបួរនិងសមុទ្រដោយគ្មានការច្រោះសម្អាតជាមុនជាតិពុលសម្លាប់មនុស្សប្រមាណ30,000 នាក់ជារៀងរាល់ឆ្នាំបើឲ្យត្រីមួយទៅមនុស្សម្នាក់គាត់អាចបរិភោគបានមួយថ្ងៃប៉ុន្តែបើបង្រៀនមនុស្សម្នាក់ឲ្យចេះចាប់ត្រីគាត់នឹងស្លាប់ក្នុងរយៈពេល3ឆ្នាំក្រោយដោយការពុលជាតិបរតនៅក្នុងសាច់ត្រី Charles Haas រឿងកង្វល់ប្រហែលគ្នាគឺធាតុពិតដែលថាការស្នើសុំឲ្យមានប្រឡាយទឹកដើម្បីបង្កើនផលិតផលធញ្ញជាតិបានបន្ថយទំហំផ្ទៃបឹងបួរចរន្តទឹកនិងទន្លេស្ទឹងទាំងឡាយដល់កម្រិតមួយដែលមានតែទន្លេមួយប៉ុណ្ណោះក្នុងចំណោមទន្លេចម្បងទាំង10របស់ពិភពលោកអាចហូរចាក់ដល់សមុទ្រពេញមួយឆ្នាំនៅឡើយហើយទន្លេធំពីរគឺទន្លេគង្គានៅក្នុងប្រទេសឥណ្ឌានិងទន្លេ Rio Grande Rio Bravo ក្នុងប្រទេសអាមេរិកខាងជើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយរីងគ្មានទឹកឥឡូវនេះយើងប្រើប្រាស់ទឹកជិត 30% នៃទំហំទឹកសាបដែលអាចប្រើប្រាស់បានទាំងអស់របស់ពិភពលោកប៉ុន្តែគេបានទស្សន៍ទាយថាតួលេខនេះនឹងឡើងដល់ 70% នៅឆ្នាំ2025រឿងកង្វល់ដោយផុសតាងទាំងនេះបានបង្ហាញគឺមិនមែនជាបំណងរបស់ខ្ញុំដើម្បីបន្តិចបង្អាក់ចិត្តយើងដោយការគូសវាសរូបភាពដ៏សោកសៅមួយនៃស្ថានភាពទេប៉ុន្តែដើម្បីរំលឹកយើងទាំងអស់គ្នាថាបើយើងចង់សម្រេចបានភាពជោគជ័យផ្ទាល់ខ្លួនយើងត្រូវធ្វើកិច្ចការនេះដោយមានភ្នែកទាំងសងខាងបើកដើម្បីមើលឃើញស្ថានភាពដូចដែលវាកើតមានយើងត្រូវបំបត្តិសេចក្តីភ័ន្តច្រឡំជាទូទៅថាភាពជោគជ័យផ្ទាល់ខ្លួនអាចត្រូវបានស្ថាបនាឡើងនិងទ្រទ្រង់ឲ្យថិតថេរនៅក្នុងពិភពលោកបរាជ័យមួយហើយសន្តិភាពនិងសេចក្តីចម្រុងចម្រើនរបស់គ្រួសារយើងអាចត្រូវធានារ៉ាប់រងបាននៅក្នុងពិភពលោកដ៏មានគ្រោះថ្នាក់មួយនោះអ្នកខ្វល់ចំពោះសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកគប្បីដំបូងបង្អស់បន់ស្រន់ឲ្យមានសណ្ដាប់ធ្នាប់និងសេចក្តីសុខសាន្តទូទាំងទិស4នៃភពផែនដី Nichiren Thomas Berry អ្នកបួសនិកាយបាស្យ៉ុងនិកាយឧទ្ទិសចំពោះការរងទុក្ខរបស់ព្រះគ្រិស្តនៅលើឈើឆ្កាងដែលបានអនិច្ចកម្មក្នុងឆ្នាំ2009បានសង្ខេបស្ថានភាពដ៏សោកសៅបច្ចុប្បន្នរបស់យើងយ៉ាងក្បោះក្បាយនៅពេលលោកបានថ្លែងថាក្នុងរយៈពេល100ឆ្នាំចុងក្រោយកិត្តិគុណរបស់មនុស្សជាតិបានប្រែក្លាយទៅជាសេចក្តីវិនាសរបស់ភពផែនដីហើយសេចក្តីវិនាសរបស់ភពផែនដីកំពុងប្រែក្លាយទៅជាវាសនារបស់មនុស្សជាតិវាលែងតែសហគមន៍មនុស្សនិងពិភពធម្មជាតិដើរឆ្ពោះទៅក្នុងអនាគតឲ្យដូចជាសហគមន៍ពិសិដ្ឋតែមួយគត់ចេញទាំងសហគមន៍មនុស្សទាំងពិភពធម្មជាតិនិងវិនាសអន្តរាយក្នុងវាលរហោឋានពាក្យពេចន៍ដ៏មានឥទ្ធិពលទាំងនេះគឺជាការអំពាវនាវមួយឲ្យភ្ញាក់រលឹកឡើងចំពោះអ្វីដែលយើងបានធ្វើដល់ខ្លួនយើងផងនិងជាសារនៃសេចក្តីសង្ឃឹមនិងដំណោះស្រាយមួយសម្រាប់អនាគតផងលោក Thomas Berry បានផ្ដល់សេចក្តីបន្ថែមវែងឆ្ងាយលើគំនិតនេះនៅពេលលោកបានថ្លែងថាស្ថាប័នមនុស្សទាំងអស់ត្រូវតែបានវិនិច្ឆ័យជាបឋម
ស្របទៅតាមទំហំដែលស្ថាប័នទាំងនេះរក្សាបំភ្លេចឬលើកស្ទួយសម្ព័ន្ធភាពមនុស្សភពផែនដីដែលបង្កើនតម្លៃដល់គ្នាទៅវិញទៅមកវិបត្តិកំពុងគោះទ្វារមុខនៃផ្ទះរបស់យើងយ៉ាងរន្ធឿនហើយយើងមិនអាចមើលរំលងវិបត្តិនេះដោយកាលយើងបានធ្វើក្នុងពេលកន្លងទៅបានទៀតទេលោក David Suzuki ជាបរិស្ថានវិទូជនជាតិកាណាដាបានភ្ជាប់ទៅនឹងសេចក្តីត្រូវការធ្វើសកម្មភាពបន្ទាន់នៅការព្រមានដល់យើងថាយើងគឺជាមនុស្សចំនួនក្រោយបង្អស់ដែលនឹងមានសិទ្ធិខ្លះដើម្បីនិយាយពីអនាគតនៃភពផែនដីរបស់យើងពីព្រោះបន្ទាប់ពីជីវិតកាលរបស់យើងទៅភពផែនដីនេះនឹងវិនាសបាត់ហើយប៉ុន្តែអ្នកណាជាយើងហើយយើងអាចដោះស្រាយនៅបញ្ហាដ៏ធំសម្បើមនេះយ៉ាងដូចម្តេចបានមុននឹងយើងពិចារណានៅសំណួរទាំងនេះចូលយើងឈានមួយជំហានមកក្រោយសិនហើយសួរខ្លួនយើងថាព្រោះហេតុអ្វីវាមានរឿងហ្នឹងទោះបីសមត្ថភាពស្ទើរតែគ្មានកម្រិតព្រំដែននៃខួរក្បាលឬក៏ចិត្តរបស់យើងបានប្រព្រឹត្តតាមតែបែបបទដែលយើងធ្លាប់បានធ្វើតើអត្តតថភាពនិងភាពប្រងើយកន្តើយជាផ្នែកគ្រប់សង្កត់នៃចរិតមនុស្សឬដែលធ្វើឲ្យយើងងងឹតភ្នែកចំពោះទុក្ខវេទនានិងកង្វល់របស់មនុស្សផងគ្នាឬរបស់កូននិងចៅរបស់យើងនិងចំពោះការវិនិច្ឆ័យហិនហោចនៃភពផែនដីរបស់យើងតើភពផែនដីនេះដោយដែលមនុស្សមួយចំនួនក្នុងចំណោមយើងតែងមានជំនឿជាភពផែនដីដ៏ប្រសើរបើគ្មានមនុស្សរស់នៅឬយើងជាចំនួនមនុស្សចុងក្រោយដែលនឹងមានឱកាសខ្លះដើម្បីនិយាយអំពីអនាគតនៃភពផែនដីរបស់យើងពីព្រោះក្រោយពីជីវិតកាលរបស់យើងទៅភពផែនដីនេះនឹងវិនាសបាត់ហើយ David Suzuki ខ្ញុំមិនជឿថាយើងគឺជាកំហុសនៃការបង្កើតឡើងទេទាំងមិនជឿថាមនុស្សគឺជាប្រភេទសត្វអាក្រក់ឡើយពីព្រោះថាទោះបីយើងអាចបង្កនៅការបំផ្លាញខ្លួនឯងក្តីក៏យើងជាមនុស្សប្រកបដោយសមត្ថភាពធំសម្បើមផងដែរដើម្បីបង្កើតនិងដើម្បីព្យាបាលឲ្យសះជាហើយនោះគឺជាសេចក្តីសង្ឃឹមកំហុសកើតមានឡើងមិនមែនមកពីចរិតរបស់យើងទេប៉ុន្តែវាកើតមកពីការរិះគិតមិនពេញលេញរបស់យើងនិងកើតមកពីមនសិការមិនចាស់ទុំរបស់យើងក្នុងឋានៈជាប្រភេទសត្វមួយមនុស្សត្រូវបានកើតមានឡើងនៅលើភពផែនដីនេះមិនទាន់ទាំងបានគ្រប់ 10,000 ឆ្នាំផងចំណែកឯភពផែនដីវិញបានកើតមានឡើងប្រមាណ 4,500 លានឆ្នាំហើយយើងប្រៀបដូចកូនក្មេងម្នាក់ដែលទើបរកបានឈើគូសមួយប្រអប់ពេញនិងទើបរកឃើញអំណាចរបស់ខ្លួនដើម្បីប្រើឈើគូសមួយប្រអប់នោះប៉ុន្តែយើងមិនទាន់មានភាពចាស់ទុំដើម្បីត្រួតត្រាគំនិតទាំងឡាយរបស់យើងបានហើយដោយប្រការដូច្នេះយើងបានដុតវាំងននឲ្យឆេះសន្ធោឡើងរួចក៏ឆេះផ្ទះទាំងមូលគ្មានសល់ប្រៀបដោយកូនក្មេងនោះយើងមិនមែនជាមនុស្សអាក្រក់ទេយើងគ្រាន់តែខ្វះភាពចាស់ទុំនៃមនសិការហើយយើងមិនបានប្រុងប្រយ័ត្នថាការគិតរបស់យើងនៅមានកង្វះខាតហើយយើងជាមនុស្សគ្រោះថ្នាក់ជាយូរមកហើយមានសពញ្ញូជនធំជាច្រើនដែលបានធ្វើដំណើរដោយជើងលើភពផែនដីនេះវិញ្ញូជនទាំងឡាយជាបរិសុទ្ធនិងស្ត្រីដូចជាលោកឡាវស៊ឺព្រះពុទ្ធគោតមលោកមហាត្មគុន្ធីលោក Albert Einstein លោក Martin Luther King និងអ្នកម្ដាយ Teresa ដែលបានយល់និងបានប្រើអំណាចប្រឌិតញាណរបស់លោកប្រកបដោយប្រសិទ្ធភាពឯជនសេសសល់ដោយពួកយើងកំពុងតែរៀននៅឡើយថាតើត្រូវប្រើនិងគ្រប់គ្រងយ៉ាងម៉េចនៅចិត្តដ៏មានអំណាចរបស់យើងឲ្យបានត្រឹមត្រូវប្រហែលវាជាអំនួតជ្រុលដែលនាំឲ្យយើងផ្ដល់ឈ្មោះវិទ្យាសាស្ត្រដល់ខ្លួនយើងថា Homo sapiens ឬមនុស្សមានបញ្ញាពីព្រោះផុសតាងដែលយើងមានរហូតមកដល់ពេលនេះមិនទាន់ត្រូវចំឈ្មោះនោះនៅឡើយទេប្រហែលយើងគួរទទួលស្គាល់នៅកំហុសទាំងឡាយរបស់យើងហើយគួរបដូរឈ្មោះវិទ្យាសាស្ត្ររបស់យើងទៅជាឈ្មោះមិនសូវអួតបន្តិចថា Homo Coelus ឬមនុស្សឆ្លាតវិញចិត្តវិបលាស់ការធ្វើរឿងដដែលម្ដងហើយម្ដងទៀតរួចហើយរំពឹងទទួលបានលទ្ធផលប្លែកៗគ្នា Albert Einstein
ការប៉ុនប៉ងរបស់យើងដើម្បីលុបបំបាត់អរិយភាព hostilities ទាំងឡាយដោយការឈ្លានពានឬភារវកម្មលុបបំបាត់អយុត្តិធម៌និងឧក្រិដ្ឋកម្មដោយការផ្ដន់ទាទោសលុបបំបាត់វិបត្តិអេកូឡូស៊ីដោយការដាំកូនឈើឲ្យច្រើននិងលុបបំបាត់ភាពក្រីក្រដោយការបង្រៀនមនុស្សឲ្យចេះចាប់ត្រីបានច្រើនមិនបានបង្កើតនូវសេចក្តីចម្រើនជាវិជ្ជមានថិតថេរទេប៉ុន្តែផ្ទុយទៅវិញវាបានបង្កើតបញ្ហាទាំងឡាយកាន់តែច្រើននិងកាន់តែធំឡើងដែលជំរុញពិភពលោកឲ្យវិលត្របាញ់ក្នុងរង្វង់នៃភាពក្រីក្រកាន់តែរីកធំទៅគេប្រៀបយ៉ាងសមហេតុផលថាដូចជាការព្យាបាលរោគឈឺក្បាលដោយការយកញញួរវាយក្បាលខ្លួនឯងផ្ទួនច្រើនដងដូច្នោះវាអាចធ្វើឲ្យភ្លេចការឈឺចាប់មួយស្របក់ប៉ុន្តែកាលណាយើងភ្ញាក់ពីសន្លប់ឡើងយើងមានវេទនាអារម្មណ៍ឈឺចាប់ច្រើនជាងមុនទៅទៀតនេះមិនមែនមានន័យថាយើងត្រូវលុបបំបាត់កងកម្លាំងប្រដាប់អាវុធហើយទុកឲ្យពួកជនផ្ដាច់ការធ្វើអ្វីៗតាមពួកគេចង់ទេទាំងមិនបិទទ្វារគុកដើម្បីទុកឲ្យពួកឧក្រិដ្ឋជនដើររាតត្បាតដោយសេរីនៅក្នុងផ្លូវនានាទេពីព្រោះកងកម្លាំងប្រដាប់អាវុធជាកម្លាំងចាំបាច់ដើម្បីធានាការអនុវត្តច្បាប់និងរក្សាសណ្ដាប់ធ្នាប់សង្គមទាំងមិនគាំទ្រថាពិភពលោកត្រូវឈប់ថែទាំនិងជួយពួកជនភៀសខ្លួនពួកជនងាយរងគ្រោះនិងពួកជនក្រីក្រនោះទេប៉ុន្តែវិធីទាំងនេះមិនអាចមានប្រសិទ្ធភាពក្នុងរយៈពេលវែងទេវាលែងតែយើងអាចលើកស្ទួយចិត្តរបស់យើងហើយចាប់ផ្ដើមគិតនៅកម្រិតផ្សេងពីកម្រិតនានាដែលយើងបានបង្កើតបញ្ហាទាំងឡាយឡើងយើងត្រូវឈប់ត្រេះរិះនិងគិតឡើងវិញបញ្ហាចម្បងដែលមនុស្សជាតិកំពុងប្រឈមមុខសពថ្ងៃរួមមានសង្គ្រាមភារវកម្មឧក្រិដ្ឋកម្មនិងវិបត្តិអេកូឡូស៊ីដែលជាលទ្ធផលនៃការគិតរយៈពេលខ្លីចង្អៀតចង្អល់និងជាបំណែកដែលជាចរិតលក្ខណៈរបស់សង្គមទំនើបការគិតរយៈពេលខ្លីគឺការគិតតែលើរង្វាន់ឬអត្ថប្រយោជន៍ភ្លាមៗប៉ុណ្ណោះឯការគិតចង្អៀតចង្អល់គឺផ្ដោតតែលើអាត្មាឯងមួយប៉ុណ្ណោះការគិតជាបំណែកគឺអសមត្ថភាពដើម្បីមើលឃើញផលវិបាកទាំងឡាយនៃអំពើរបស់ខ្លួនទៅលើខ្លួនឯងនិងទៅលើអ្នកដទៃតាមរយៈទីកន្លែងនិងបរិយាកាសជាអកុសលលោកទស្សនៈមានកម្រិតព្រំដែននិងភ័ន្តច្រឡំនេះនឹងប្រែក្លាយកាន់តែសាយភាយទៅនិងកាន់តែចាក់ឬជ្រៅទៅនៅពេលដែលប្រជាជននិងភាពក្រីក្រនៅលើភពផែនដីកំពុងតែអាក្រក់ទៅហើយការប្រកួតប្រជែងដណ្ដើមធនធានដែលមានកម្រិតកំពុងកើនឡើងនៅក្នុងទស្សនៈនេះយើងត្រូវយកចិត្តទុកដាក់ស្ដាប់សាររបស់លោក Václav Havel អតីតប្រធានាធិបតីនៃប្រទេសឆេកូស្លូវ៉ាគីកាលដែលលោកថ្លែងសន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1990លោកបានចាប់ផ្ដើមការរំលឹកដល់យើងថាមនសិការនាំមុខមនុស្សជាតិសម្រាប់ហេតុផលនេះការសង្គ្រោះពិភពលោករបស់មនុស្សនេះមិនស្ថិតនៅក្នុងទីណាក្រៅពីនៅក្នុងហឫទ័យរបស់មនុស្សក្នុងអំណាចដើម្បីពិចារណារបស់មនុស្សក្នុងភាពទន់ភ្លន់របស់មនុស្សនិងក្នុងការទទួលខុសត្រូវរបស់មនុស្សទេបើគ្មានបដិវត្តសកលមួយនៅក្នុងរង្វង់ព្រំដែននៃមនសិការរបស់មនុស្សទេនោះក៏នឹងគ្មានអ្វីមួយប្រែប្រួលសម្រាប់ភាពល្អប្រសើរនៅក្នុងរង្វង់ព្រំដែននៃអាត្មាយើងជាមនុស្សដែរហើយមហន្តរាយដែលពិភពលោកនេះតម្រង់ក្បាលឆ្ពោះទៅគឺវិនាសកម្មអេកូឡូស៊ីវិនាសកម្មប្រជារាស្ត្រវិនាសកម្មសង្គមឬវិនាសកម្មជាទូទៅនៃអរិយធម៌នឹងមិនអាចជៀសផុតនេះគឺជាសេចក្តីប្រកាសមួយនៃសេចក្តីប្រកាសសច្ចធម៌ដ៏ច្បាស់បំផុតឥតពំត្រណោតមិនធ្លាប់មានអ្នកដឹកនាំពិភពលោកណាម្នាក់បានប្រកាសប៉ុន្តែថាតើយើងអាចបដូរមនសិការក្នុងចិត្តរបស់មនុស្ស 7,000 លាននាក់ដែលកផ្ដុំបានជាមនុស្សជាតិយ៉ាងដូចម្តេចបានមូលហេតុនៃវិបត្តិសកល 1. កង្វះភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព 2. ការអប់រំមិនពេញលេញដំណោះស្រាយមានពីរបែបទី1អាចជាក្រុមដ៏សំខាន់មួយនៃអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅគ្រប់កម្រិតនៃសង្គមនិងទី2អាចជាអភិក្រមនិងបណ្ដាញអប់រំសកលមួយដែលអាចប្រែក្លាយមនុស្សប្រុសស្រី
និងយុវជនធម្មតាទៅជាអ្នកដឹកនាំដ៏ប្រសើរលេចធ្លោក្នុងពេលណាមួយមានវិបត្តិប្រជាជនរមែងត្រូវការក្រុមអ្នកដឹកនាំដើម្បីផ្ដល់ឲ្យពួកគេនូវសេចក្តីសង្ឃឹមនិងការចង្អុលប្រាប់ផ្លូវហើយបើវិបត្តិកាន់តែជ្រៅសេចក្តីត្រូវការកាន់តែធំអ្នកដឹកនាំទាំងឡាយមិនកំណត់ដាច់ណាត់ចំពោះតែមនុស្សដែលមានតំណែងជាមន្ត្រីថ្នាក់ខ្ពស់ឬមនុស្សត្រូវបានតែងតាំងឬជ្រើសរើសជាផ្លូវការទេប៉ុន្តែវារួមបញ្ចូលមនុស្សណាក៏ដោយដែរដោយសារសកម្មភាពឬគំរូរបស់គេដែលអាចចលនាមនុស្សទាំងឡាយដទៃបាននិងជួយពួកគេឲ្យជានីគ្នាឲ្យចម្រើនដុះដាលនិងឲ្យមានវឌ្ឍនភាពបានតាមនិយមន័យនេះឪពុកម្ដាយគ្រូបង្រៀនអ្នកធ្វើការអភិវឌ្ឍសហគមន៍នគរបាលនិងអ្នកបើកបររថយន្តក្រុងទាំងឡាយត្រូវមើលឲ្យឃើញខ្លួនឯងថាដូចជាអ្នកដឹកនាំទាំងឡាយដែរនិងត្រូវទទួលខុសត្រូវពេញទីចំពោះកិច្ចការពារនិងចិញ្ចឹមបីបាច់មនុស្សទាំងអស់ដែលស្ថិតក្រោមការថែរក្សារបស់ពួកខ្លួនតួនាទីមួយក្នុងបណ្ដាតួនាទីសំខាន់បំផុតរបស់អ្នកដឹកនាំម្នាក់គឺត្រូវបង្កើតអ្នកដឹកនាំទាំងឡាយដទៃទៀតអ្វីបើមានមនុស្សខ្លះកើតមកហើយមានអំណោយទានដោយមានគុណសម្បត្តិជាអ្នកដឹកនាំអ្នកខ្លះត្រូវរៀនដើម្បីក្លាយខ្លួនជាអ្នកដឹកនាំម្នាក់ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់មហាមគ្គុទ្ទេសកម្នាក់ទៀតប្រព័ន្ធអប់រំរបស់យើងគួរជាទីពេញចិត្តហើយប៉ុន្តែវាមិនគ្រប់គ្រាន់វាមិនសមស្របសម្រាប់ការតស៊ូឲ្យបានជោគជ័យនិងការរស់នៅក្នុងពិភពលោកពិតវាគ្រប់គ្រាន់យ៉ាងពិបាកនាពេលដែលពិភពលោកប្រព្រឹត្តទៅយឺតនិងសាមញ្ញនៅឡើយកាលដែលមនុស្សយើងនៅមានចំនួនតិចហើយយើងច្បាំងគ្នាលើខ្នងសេះជាមួយនឹងស្នានិងព្រួយនៅឡើយប៉ុន្តែវាជាការឆោតល្ងងដើម្បីជឿថាប្រព័ន្ធអប់រំដដែលនៅតែសមស្របសម្រាប់តទល់ជាមួយនឹងការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែរភារវកម្មបទល្មើសនីតិជននិងមហន្តរាយអេកូឡូស៊ីដ៏មានទំហំធំធេងនាពេលបច្ចុប្បន្នមានអ្នកអប់រំជាច្រើនអាចមិនយល់ស្របជាមួយនឹងសច្ចធម៌នេះហើយពួកអ្នកអប់រំមកពីប្រជាជាតិទាំងឡាយដែលមានធនធានច្រើននឹងតវ៉ាថាប្រព័ន្ធអប់រំរបស់ពួកគេមានលំដាប់ថ្នាក់លេខ1ដោយបណ្ដាស្ថាប័នមនុស្សដទៃទៀតទាំងអស់ការអប់រំត្រូវតែបានវិនិច្ឆ័យដោយលទ្ធផលនិងមិនមែនដោយអភិក្រមតែមួយទេយើងត្រូវសួរខ្លួនយើងនៅសំណួរនេះបើប្រព័ន្ធអប់រំរបស់យើងល្អយ៉ាងសុក្រិតព្រោះហេតុអ្វីក៏ប្រព័ន្ធអប់រំនេះបរាជ័យដើម្បីបង្កើតបានអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពជាងពេលដែលវាបង្កើតបានពីមុនហើយព្រោះហេតុអ្វីស្ថាប័នសិក្សាធំរបស់យើងបានបន្តផលិតបានតែអ្នកនយោបាយចៅក្រមគ្រូបង្រៀនសហគ្រិននាយកនិងអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងឡាយពុករលួយប្រហែលអ្នកអប់រំទាំងឡាយបានបរាជ័យដើម្បីមើលឃើញថាមុខងារដំបូងនៃការអប់រំគឺមិនមែនការទទួលបានចំណេះឬការមានការងារធ្វើទេប៉ុន្តែគឺដើម្បីកែប្រែទម្រង់សង្គមដោយការបង្កើតភាពជាអ្នកដឹកនាំមានប្រសិទ្ធភាពសម្រាប់អនាគតយើងត្រូវបង្រៀនកូនចៅនិងយុវជនរបស់យើងក្នុងបែបបទមួយដែលយើងមិនដែលបានបង្រៀនពួកគេពីមុនវាលែងតែយើងរៀនគិតបែបផ្សេងពីឪពុកម្ដាយនិងជីដូនជីតាយើងបានគិតចេញយើងនឹងបន្តដំណើរក្នុងគន្លងឆ្កួតរបស់យើងហើយនឹងដាំក្បាលឆ្ពោះទៅកាន់អត្តវិនាសកម្មមនសិការនាំមុខមនុស្សជាតិការសង្គ្រោះពិភពលោករបស់មនុស្សមិនស្ថិតនៅទីណាក្រៅពីនៅក្នុងហឫទ័យរបស់មនុស្សទេបើគ្មានបដិវត្តសកលមួយនៅក្នុងរង្វង់នៃមនសិការមនុស្សទេនឹងគ្មានការប្រែប្រួលសម្រាប់ភាពល្អប្រសើរនៅក្នុងរង្វង់នៃអាត្មារបស់យើងក្នុងឋានៈជាមនុស្សដែរហើយមហន្តរាយដែលពិភពលោកនេះតម្រង់ក្បាលទៅរកទោះជាខាងអេកូឡូស៊ីក្តីប្រជារាស្ត្រក្តីសង្គមក្តីឬវិនាសកម្មជាទូទៅនៃអរិយធម៌ក្តីនឹងមិនអាចជៀសផុត Václav Havel ហេតុជាឫសគល់នៃបញ្ហារបស់យើងស្ថិតក្នុងចរិតជាមូលដ្ឋាននៃការគិតរបស់យើងកម្រិតព្រំដែនមួយក្នុងចំណោមកម្រិតព្រំដែនធំបំផុត
នៃការអប់រំបច្ចុប្បន្នរបស់យើងគឺថាវាធ្វើឲ្យយើងមើលឃើញពិភពលោកក្នុងបែបបទជាបំណែកហើយបរាជ័យដើម្បីអភិវឌ្ឍអីដលផ្ទៃក្នុងខ្លួនយើងនៅការយល់ដឹងស៊ីជម្រៅនិងការគោរពចំពោះពិសិដ្ឋភាពនិងបុគ្គលភាពនៃជីវិតកាលដែលខ្ញុំនៅជានិស្សិតសាកលវិទ្យាល័យខ្ញុំបានជ្រើសរើសយកការសិក្សាបណ្ណកវិទ្យា Entomology ឬការសិក្សាអំពីជីវសាស្ត្រនៃសត្វល្អិតនិងបរិស្ថានវិទ្យា Ecology ទុកជាមុខវិជ្ជាមួយនៃមុខវិជ្ជាចម្បងរបស់ខ្ញុំហើយមុខងារនៃកិច្ចការរបស់ខ្ញុំគឺប្រមូលសត្វល្អិតថ្ងៃមួយខ្ញុំបាននិយាយទៅកាន់លោកសាស្ត្រាចារ្យរបស់ខ្ញុំថាខ្ញុំមិនយល់ស្របតាមគំនិតដែលថានិស្សិតម្នាក់ដែលបានសម្លាប់និងប្រមូលបានសត្វល្អិតច្រើនបំផុតនឹងជាអ្នកទទួលបានរង្វាន់ហើយត្រូវបានទទួលស្គាល់ជានិស្សិតគំរូផ្នែកជីវសាស្ត្រមកដល់ថ្ងៃនេះខ្ញុំនៅតែនឹកឃើញចម្លើយរបស់សាស្ត្រាចារ្យខ្ញុំពិតហើយប៉ុន្តែសត្វល្អិតមានចំនួនច្រើនណាស់ចំពោះចម្លើយនេះខ្ញុំបានតបវិញថាមនុស្សក៏មានចំនួនច្រើនណាស់ប៉ុន្តែយើងមិនអត់ឱនឲ្យនៅការសម្លាប់មនុស្សទេមែនទេគាត់បានញញឹមមករកខ្ញុំរួចនិយាយថាឯងគិតច្រើនពេកហើយយើងគិតមិនបានគ្រប់គ្រាន់ទេជីវសាស្ត្រគឺជាវិទ្យាសាស្ត្រនៃជីវិតហើយវាជាការទទួលខុសត្រូវដំបូងរបស់យើងគឺដើម្បីអភិវឌ្ឍអីដលផ្ទៃក្នុងសន្តានចិត្តនៃកូនចៅយើងនិងសិស្សនិស្សិតរបស់យើងនៅសេចក្តីគោរពជ្រាលជ្រៅចំពោះជីវិតប៉ុន្តែសេចក្តីគោរពដូចនេះមិនគប្បីដាក់កម្រិតព្រំដែនតែចំពោះជីវសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាត្រូវតែជាគ្រឹះនៃវិទ្យាសាស្ត្រនិងកិច្ចការបច្ចេកទេសទាំងអស់រួមមានរូបវិទ្យាគីមីវិទ្យាឱសថសាស្ត្រវិទ្យាសាស្ត្រនយោបាយសេដ្ឋសាស្ត្រនិងពាណិជ្ជកម្មប្រសិនបើយើងពិចារណាបញ្ហានេះដោយដិតដល់យើងនឹងឃើញថាបញ្ហាចម្បងបំផុតដែលយើងកំពុងប្រឈមសពថ្ងៃកើតចេញពីការគិតចង្អៀតចង្អល់និងមានរយៈពេលខ្លីការគិតចង្អៀតចង្អល់គឺការគិតតាក់ទងតែជាមួយនឹងខ្លួនឯងនិងមិនរវល់គិតពីឥទ្ធិពលនៃអំពើទាំងឡាយរបស់យើងដែលអាចមានទៅលើមនុស្សដទៃនិងទៅលើភពផែនដីការគិតរយៈពេលខ្លីផ្ដោតចិត្តតែលើអត្ថប្រយោជន៍និងការសម្រេចបានភ្លាមហើយបំភ្លេចផលវិបាកអនាគតមកលើខ្លួនឯងនិងពិភពលោកគោលបំណងសំខាន់នៃការអប់រំគឺដើម្បីបង្កើតនូវភាពជាអ្នកដឹកនាំសម្រាប់អនាគតការអភិវឌ្ឍនៅចំនួនដ៏សំខាន់មួយនៃអ្នកដឹកនាំទាំងឡាយជាសកលដើម្បីជំនះវិបត្តិបច្ចុប្បន្នរបស់យើងនឹងជាកិច្ចការដ៏ធំសម្បើមមួយហើយកិច្ចការនេះនឹងត្រូវប្រើពេលយ៉ាងវែងពួកអ្នកដឹកនាំគ្មានប្រសិទ្ធភាពនិងពួកឧក្រិដ្ឋជននឹងជំទាស់ការប៉ុនប៉ងណាមួយដើម្បីផ្ដល់អំណាចដល់ប្រជាជនពីព្រោះកិច្ចការនេះនឹងបង្កអន្តរាយដល់អំណាចនិងក្រញ៉ាំដៃត្រួតត្រារបស់ពួកគេមកលើប្រជាជនដែលគេកំពុងត្រួតត្រាប៉ុន្តែបញ្ហាធំបំផុតក្នុងការធ្វើឲ្យពិភពលោកនេះបានជាទីកន្លែងរស់នៅប្រសើរជាងគឺភាពប្រងើយកន្តើយរបស់ប្រជាជនភាគច្រើនដែលជឿថាបើទោះបីជាពួកគេនឹងធ្វើអ្វីៗក៏ដោយក៏នឹងគ្មានអ្វីផ្លាស់ប្ដូរឡើយពួកគេរងចាំតែអ្នកដឹកនាំទាំងឡាយរបស់ពួកគេនៅក្នុងរដ្ឋាភិបាលនិងក្នុងអង្គការសហប្រជាជាតិធ្វើអ្វីមួយអំពីរឿងនេះហើយពិភពលោកបន្តដំណើរវិលទៅបីដូចជាឆ្កែមួយក្បាលដេញខំកន្ទុយផ្ទាល់របស់វាយ៉ាងប្រកាច់ប្រកិនដូចនោះយើងត្រូវតែបញ្ឈប់រដ្ឋាភិបាលទាំងឡាយនិងអង្គការសហប្រជាជាតិគឺជាអង្គភាពហើយអង្គភាពទាំងឡាយមិនអាចធ្វើឲ្យប្រសើរនៅបរិស្ថានពិភពលោកបានទេមានតែប្រជាជនប៉ុណ្ណោះប្រជាជនដូចលោកអ្នកហើយនិងខ្ញុំអាចធ្វើឲ្យពិភពលោកចម្រើនល្អបានការពិតគឺថាយើងអាចគ្មានអំណាចនយោបាយឬថវិកាដើម្បីជះឥទ្ធិពលលើប្រព័ន្ធអប់រំរបស់យើងសម្រាប់បង្កើតពួកអ្នកដឹកនាំនៅក្នុងសង្គមបានទេប៉ុន្តែវាជារឿងខុសព្រោះជឿថាយើងគ្មានអំណាចទាំងស្រុងនោះពីព្រោះយើងអាចក្លាយជាអ្នកដឹកនាំនៅពេលណាមួយដែលយើងជ្រើសរើសដើម្បីប្រែក្លាយខ្លួនទៅជាដូច្នោះអ្វីៗទាំងអស់ដែលយើងត្រូវការធ្វើគឺត្រូវបដូរវិធីឬបែបបទដែលយើងគិតការគិតគឺគ្រាន់តែជារឿងដែល
ចែកអ្នកដឹកនាំម្នាក់ឲ្យផ្សេងពីពួកអ្នកដើរតាមប៉ុណ្ណោះក្នុងចម្ពោះបន្ទាប់យើងនឹងឃើញថាតើត្រូវគិតយ៉ាងដូចម្តេចក្នុងឋានៈជាអ្នកដឹកនាំមានប្រសិទ្ធភាពម្នាក់នៅក្នុងពេល100ឆ្នាំចុងក្រោយកិត្តគុណរបស់មនុស្សបានប្រែក្លាយជាវិនាសកម្មរបស់ភពផែនដីហើយវិនាសកម្មរបស់ភពផែនដីកំពុងប្រែក្លាយជាវាសនារបស់មនុស្សវាលែងតែសហគមន៍មនុស្សនិងពិភពធម្មជាតិប្រព្រឹត្តទៅក្នុងអនាគតកាលឲ្យដូចជាសហគមន៍ពិសិដ្ឋតែមួយគត់ចេញទាំងសហគមន៍មនុស្សទាំងពិភពធម្មជាតិនិងវិនាសក្នុងវារហោឋាន Thomas Berry សេចក្តីសង្ខេបចំពុក6ការគិតនៅកម្រិតផ្សេងៗគ្នា 1. បែបបទដែលយើងមើលឃើញបញ្ហាគឺច្រើនតែជាបញ្ហា 2. កាលណាបញ្ហានៅតូចខ្ញុំអាចធ្វើឲ្យប្រសើរឡើងនៅអ្វីដែលខ្ញុំធ្វើប៉ុន្តែកាលណាបញ្ហាធំហួសមិនអាចគ្រប់គ្រងបានខ្ញុំត្រូវផ្លាស់ប្ដូររបៀបគិតរបស់ខ្ញុំអំពីបញ្ហានេះ 3. បញ្ហាចម្បងដែលយើងកំពុងប្រឈមមុខសពថ្ងៃគឺសង្គ្រាមភារវកម្មភាពក្រីក្រនិងសន្ទុះនៃកំណើនចំនួនប្រជាជន 4. មូលហេតុទាំងឡាយនៃវិបត្តិសកលលោកគឺការគិតជាបំណែកការគិតរយៈពេលខ្លីនិងការគិតចង្អៀតចង្អល់ 5. វាលែងតែយើងអាចផ្លាស់ប្ដូរបែបបទដែលប្រជាជនគិតអំពីសកម្មភាពរបស់ពួកគេជាមួយគ្នាទៅវិញទៅមកនិងជាមួយពិភពធម្មជាតិចេញយើងនឹងបន្តតម្រង់ក្បាលឆ្ពោះទៅអត្តវិនិស្សកម្ម 6. ដើម្បីផ្លាស់ប្ដូរពិភពលោកយើងត្រូវបង្កើតចំនួនដ៏សំខាន់បំផុតមួយនៃអ្នកដឹកនាំដែលមានប្រសិទ្ធភាពដោយការផ្ដល់ដល់កូនចៅនិងយុវជនទាំងឡាយនៅការអប់រំដែលបង្រៀននៅការយល់ដឹងល្អប្រសើរអំពីជីវិតនិងសេចក្តីគោរពជ្រាលជ្រៅចំពោះជីវិត 7. ការផ្លាស់ប្ដូរនឹងត្រូវចាប់ផ្ដើមចេញពីខ្លួនខ្ញុំទៅជំពូក 7 ក្រិតក្រមសកលនៃភាពជោគជ័យមានភាវៈសណ្ដាប់ធ្នាប់មួយនៅក្នុងចក្រវាឡមានក្រិតក្រមមិនអាចកែប្រែបានមួយគ្រប់គ្រងវ័យនិងសពសត្វដែលមានអត្ថិភាពនិងមានជីវិតទាំងអស់ក្រិតក្រមនេះមិនមែនជាក្រិតក្រមខ្វាក់ទេពីព្រោះគ្មានក្រិតក្រមខ្វាក់ណាមួយអាចគ្រប់គ្រងចរិយានៃជីវសត្វទាំងឡាយបានទេមហាថ្វគុន្ធីរៀងរាល់ពេលល្ងាចមានមនុស្សចាស់ពិការភ្នែក3នាក់ជាមិត្តសម្លាញ់នឹងគ្នាធ្លាប់តែអង្គុយជជែកគ្នានៅតុកាហ្វេហើយការជជែករបស់ពួកគាត់ជួនកាលរសាត់អណ្ដែតទៅរកប្រធានបទដែលពួកគាត់ចូលចិត្តគឺសត្វចតុបាតដ៏សង្ហាដែលមានឈ្មោះថាដំរីបន្ទាប់មកពួកគាត់បានមូលមតិគ្នានិងបានសន្សំប្រាក់ដើម្បីធ្វើដំណើរទៅទីក្រុងដើម្បីបានស្គាល់មុនគេនៅអ្វីដែលជាសត្វដំរីដោយពិតនោះកាលដែលពួកគាត់បានមកដល់សួនសត្វនៅទីក្រុងហើយពួកគាត់បានធ្វើដំណើរប្រញាប់ដោយចិត្តរំភើបខ្លាំងទៅកាន់សួនសត្វដែលគេរក្សាដំរីហើយដោយមានសេចក្តីអនុញ្ញាតពីម៉ូដំរីបរិះពីការភ្នែកទាំង3បានស្ទាបក្បាលដំរីសាំងមួយក្បាលបរិះខ្វាក់ទី1បានស្ទាបប៉ះប្រមោយដំរីបរិះខ្វាក់ទី2បានស្ទាបប៉ះជើងនិងត្រចៀកឯបរិះទី3បានស្ទាបប៉ះកន្ទុយនៅតាមផ្លូវទៅកាន់ផ្ទះវិញបរិះខ្វាក់ទាំង3នាក់សប្បាយចិត្តណាស់និងមានមោទនភាពជាអ្នកជំនាញខាងស្គាល់ដំរីបរិះទី1បាននិយាយថាដំរីជាសត្វអស្ចារ្យអ្វីម្លេះទេអ្នកណាដែលអាចទីបានថាវាគឺដូចជាពស់ដ៏ខ្លាំងធំមួយវាគួរឲ្យងឿងឆ្ងល់ដូចពិតបរិះខ្វាក់ទី2បានសើចចំអកឯងឈួតទេឬគ្មានអ្នកណាមួយអាចយល់ខុសយ៉ាងនេះទេដំរីគឺវាដូចជាដើមដូងដែលមានស្លឹកដូចដើមចេកអញ្ចឹងដល់ចំណុចនេះបរិះខ្វាក់ទី3ច្រឡោតខឹងតោងឡើងខ្ញុំគិតថាយើងបានខ្ជះខ្ជាយក្នុងការចាយប្រាក់របស់យើងមកដល់ទីនេះឯងទាំងពីរនាក់គ្មានបានរៀនចេះអ្វីសោះគ្រប់គ្នាដឹងថាដំរីគឺវាដូចកំណាត់ខ្សែពួរមួយកងមានសក់មួយសំណុំនៅខាងចុងកំណាត់ខ្សែពួរនឹងហើយវាមានក្លិនស្អុយបរិះពីរនាក់ផ្សេងបានតវ៉ាដោយកំហឹងទេខ្ញុំត្រូវហើយពួកឯងខុសពួកគេបានស្រែកកំហុកដាក់គ្នាទៅវិញទៅមក
ហើយការជជែកបានប្រែក្លាយជាឡើងកម្ដៅដោយម្នាក់ការពីតែការយល់ដឹងនិងជំនឿផ្ទាល់របស់ខ្លួនដោយកំហឹងឡើងខ្លាំងពួកគេបានវាយគ្នាទៅវិញទៅមកដោយប្រើឈើច្រត់ហើយមិត្តល្អទាំង3នាក់បានប្រែក្លាយជាសត្រូវស៊ីសាច់គ្នាចាប់តាំងពីថ្ងៃនោះមកពួកគេបានឈប់និយាយរកគ្នាហើយរហូតដល់ពេលពួកគេស្លាប់បរិសម្នាក់នៅតែបានជឿថាខ្លួនគេត្រូវខ្ញុំប្រកាសក្នុងចិត្តថាលោកអ្នកជាច្រើនធ្លាប់បានឮរឿងនិទាននេះពីមុនដំបូងបំផុតសូមសេចក្តីអភ័យទោសប្រសិនបើរឿងនិទាននេះបានប៉ះពាល់ដល់លោកអ្នកណាមួយពីព្រោះមិនមែនជាបំណងរបស់ខ្ញុំសោះឡើយដើម្បីបណ្ដុះបង្អាប់មនុស្សមានពិការភាពនោះយើងគ្រាន់តែគិតអំពីអ្នកនិពន្ធល្បីឈ្មោះធំដូចជា Helen Keller និងសិល្បករនិងវិចិត្រករល្បីល្បាញដូចជា Esref Amagan ដែលបានទាត់ចោលនៅសញ្ញាណាមួយដែលថាពិការភាពរូបកាយមានផលប៉ះពាល់ដល់ការគិតឬដល់ភាពជោគជ័យរឿងនិទាននេះមិននិយាយអំពីអន្តការភាពខាងរូបកាយទេប៉ុន្តែនិយាយអំពីអន្តការភាពដ៏គ្រោះថ្នាក់នៃចិត្តនៅក្នុងចម្ពោះចុងក្រោយយើងនឹងបានឃើញរឿងនេះយ៉ាងក្បោះក្បាយបើវិបត្តិសកលទាំងអស់មិនមែនមនុស្សបង្កើតឡើងទេរួមមានសង្គ្រាមភារវកម្មឧក្រិដ្ឋកម្មវិនាសកម្មអេកូឡូស៊ីនិងភាពក្រីក្រសុទ្ធតែត្រូវបានបង្កើតឡើងដោយការគិតជាបំណែកការគិតរយៈពេលខ្លីនិងការគិតចង្អៀតចង្អល់របស់យើងហើយពិភពលោកនឹងបន្តដំណើរឆ្ពោះទៅកាន់អត្តវិនិស្សកម្មរហូតតតែយើងផ្លាស់ប្ដូរបែបបទដែលយើងគិតអំពីសម្ព័ន្ធភាពឬទំនាក់ទំនងរបស់យើងជាមួយនឹងមនុស្សផងគ្នាទៅវិញទៅមកនិងជាមួយភពផែនដីរបស់យើងដើម្បីជាប្រយោជន៍បន្តដើម្បីរស់រាននិងរីកចម្រើនដុះដាលមនុស្សទាំងឡាយត្រូវធ្វើឲ្យប្រសើរឡើងនៅជំនាញនិងទម្លាប់ទាំងឡាយនៃការគិតអំពីសម្ព័ន្ធភាពរបស់ខ្លួនបញ្ហាចម្បងបំផុតដែលយើងប្រឈមមុខសពថ្ងៃត្រូវបានបង្កឡើងដោយសារការគិតជាបំណែកការគិតចង្អៀតចង្អល់និងការគិតរយៈពេលខ្លីការគិតបែបសម្ព័ន្ធភាពអ្វីបើការគិតទាំងពីរបែបពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធភាពឬទំនាក់ទំនងហើយបើជាសម្ព័ន្ធនេះភ្ជាប់គ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធការគិតខាងសម្ព័ន្ធភាពឬការគិតជាប្រព័ន្ធខុសប្លែកអំពីការគិតខាងសង្គមរំជួលចិត្តការគិតខាងសង្គមរំជួលចិត្តមានពាក់ព័ន្ធច្រើនជាមួយនឹងការប្រើនិងការគ្រប់គ្រងនៅវេទនាអារម្មណ៍របស់យើងក្នុងការអភិវឌ្ឍនិងក្នុងការទ្រទ្រង់នៅសម្ព័ន្ធភាពឯដលផ្ទៃខាងក្នុងជាអន្តរបុគ្គលជាមួយនឹងខ្លួនយើងផ្ទាល់ហើយនឹងសម្ព័ន្ធភាពសង្គមជាអន្តរបុគ្គលជាមួយនឹងមនុស្សដទៃការគិតបែបសម្ព័ន្ធភាពគឺជាបែបបទបារ៉ាណូម៉ាត់ច្រើនជាងការមើលឃើញដោយញៀននៅទំនាក់ទំនងរបស់យើងជាមួយនឹងខ្លួនយើងជាមួយនឹងមនុស្សដទៃនិងជាមួយនឹងវត្ថុធាតុទាំងឡាយមានជីវិតក្តីឥតជីវិតក្តីនៃពិភពធម្មជាតិនេះមិនមានន័យថាការគិតខាងរំជួលចិត្តមិនសំខាន់នោះទេផ្ទុយទៅវិញសកម្មភាពសំយោគដែលបង្កើតឡើងរវាងការគិតខាងរំជួលចិត្តនិងការគិតខាងសម្ព័ន្ធភាពនឹងបង្កើតបាននូវជោគជ័យធំជាងនិងមានស្ថិរភាពវែងឆ្ងាយជាងការគិតមួយបែបតែឯងការគិតខាងសម្ព័ន្ធភាពមិនមែនជាទស្សនៈមួយថ្មីទេអ្វីបើទស្សនៈនេះបានទទួលការយកចិត្តទុកដាក់ជាថ្មីនៅចុងសតវត្សទី20នេះប្រមាណ 2500 ឆ្នាំកន្លងទៅហើយទស្សនវិទូចិនឡាវស៊ឺបាននិយាយថាគោលការណ៍នៃឯកីភាពគឺសពឋានផុសតាងនៃឯកីភាពអាចត្រូវបានរកឃើញទូទាំងទេវស្ថាននិងភពផែនដីនៅអំឡុងប្រហែលសម័យកាលដូចគ្នាព្រះពុទ្ធទ្រង់ក៏បានព្រានប្រដៅដល់សាវកទាំងឡាយរបស់ព្រះអង្គនៅទស្សនៈស្ដីពីសុញ្ញតាឬឯកីភាពសកលដែរហើយនៅឯម្ខាងទៀតនៃភពផែនដីទស្សនវិទូក្រិចសេណូអូសអេលៀក៏បានប្រកាសទស្សនៈប្រហាក់ប្រហែលគ្នាថាអ្វីទាំងអស់គឺជាផ្នែកទាំងឡាយនៃប្រព័ន្ធតែមួយគត់ដែលហៅថាធម្មជាតិហើយជីវិតរបស់បុគ្គលម្នាក់គឺល្អកាលណាជីវិតនេះស្ថិតក្នុងសុខដុមភាពជាមួយនឹងអ្វីទាំងអស់ដូចគ្នាទស្សនវិទូក្រិចម្នាក់ទៀតគឺ Heraclitus បានលើកស្ទួយគំនិតដែលថា
បុគ្គលម្នាក់ត្រូវបានស្ថិតនៅក្រោមក្រឹតក្រមនៃសុខដុមភាពសកលព្រោះហេតុនេះគោលការណ៍នៃឯកភាពគឺសពឋានភ័ស្តុតាងនៃឯកភាពត្រូវបានរកឃើញទូទាំងទេវស្ថាននិងភពផែនដីឡាវស៊ឺសច្ចភាពនិងការព្រមានបានប្រាប់ថាវាសនានិងភាពជោគជ័យរបស់ពូជជាតិមនុស្សគឺជាការចងសម្ព័ន្ធគ្នាមិនអាចបំបែកបានជាមួយនឹងវាសនារបស់ភពផែនដីសច្ចភាពនិងការព្រមាននេះមិនត្រូវបានយកចិត្តទុកដាក់ដោយហ្មត់ចត់និងមិនត្រូវបានទទួលជឿដោយពួកអ្នកអប់រំនិងពួកអ្នកគ្រប់គ្រងប្រទេសក្នុងបុរាណកាលភាគច្រើនទេពីព្រោះទំហំនៃមនុស្សជាតិនៅត្រឹមកម្រិតនេះគេនៅមានលទ្ធភាពអាចនិយាយបាននៅឡើយអំពីមហាសាគរនិងភពផែនដីទុកដូចជាប្រភពធម្មជាតិអាចកើតឡើងជាថ្មីនិងមានស្វ័យថិតថេរមួយក្នុងរយៈពេលពាក់កណ្ដាលនៃសតវត្សទី20ស្ថានភាពបានប្រែក្លាយជាហេតុការណ៍យ៉ាងឈឺចាប់ជាក់ស្ដែងថាបើយើងមិនចេញឲ្យផុតពីគំនិតស្រមើលស្រមៃនេះហើយផ្លាស់ប្ដូរយ៉ាងប្រញាប់នៅអាកប្បកិរិយាជាមូលដ្ឋានរបស់យើងចំពោះខ្លួនយើងផ្ទាល់ចំពោះសម្ព័ន្ធភាពរបស់យើងជាមួយនឹងភពផែនដីហើយនឹងជាមួយគ្នាទៅវិញទៅមកទេជីវិតនៅលើភពផែនដីនឹងប្រែប្រួលទៅជាអាក្រក់បំផុតនិងដោយមិនអាចកែប្រែបានឡើយតួអង្គមនុស្សម្នាក់គឺជាផ្នែកមួយនៃសកលភាពដែលយើងហៅថាចក្រវាឡជាផ្នែកមួយមានកម្រិតព្រំដែនក្នុងកាលនិងបរិយាកាសមនុស្សពិសោធន៍ដោយខ្លួនឯងនៅគំនិតនិងវេទនាអារម្មណ៍ទាំងឡាយរបស់ខ្លួនទុកដូចជាអ្វីមួយផ្ដាច់ចេញផុតពីសំណល់ឯទៀតជាប្រភេទមួយនៃភាពវង្វេងនៃមនសិការរបស់ខ្លួនភាពវង្វេងនេះគឺជាប្រភេទមួយនៃគុកសម្រាប់យើងដាក់កម្រិតយើងឲ្យនៅត្រឹមចំណងផ្ទាល់ខ្លួនរបស់យើងនិងសេចក្តីស្រឡាញ់ចំពោះមនុស្សមួយចំនួនដ៏ជិតដិតបំផុតចំពោះយើងភារកិច្ចរបស់យើងត្រូវតែជារបស់យើងដើម្បីរំដោះខ្លួនយើងអំពីគុកនេះដោយការបើកទូលាយរង្វង់នៃមេត្តាធម៌របស់យើងដើម្បីអោបក្រសោបនៅជីវសត្វទាំងអស់និងធម្មជាតិទាំងមូលនៅក្នុងសោភ័ណភាពរបស់វា Albert Einstein ការត្រាប់យកគំរូតាមចក្រវាឡវិធីដ៏មានប្រសិទ្ធភាពមួយនៃការសម្រេចបានជោគជ័យគឺត្រូវត្រាប់តាមមាគ៌ារបស់សមិទ្ធិករបានផលខ្ពស់និងអ្នកដឹកនាំមានប្រសិទ្ធភាពទាំងឡាយវិទ្យាសាស្ត្រស្ដីពីភាពជោគជ័យកម្មវិធីប្រសាទសាស្ត្រភាសាវិទ្យាគឺជាវិធីសាស្ត្រនៃការប្រស័យតាក់ទងការអភិវឌ្ឍផ្ទាល់ខ្លួននិងការព្យាបាលចិត្តសាស្ត្រគាំទ្រថាក្នុងការត្រាប់តាមមនុស្សទាំងឡាយដែលមានជោគជ័យយើងគួរខិតខំអនុវត្តឲ្យបានច្រើនបំផុតដើម្បីត្រាប់តាមអរិយាបថចរិតនិងអាកប្បកិរិយារបស់មនុស្សទាំងនោះពីព្រោះនៅពេលយើងបានរៀនត្រាប់តាមដំណរភ្ជាប់ដ៏រឹងមាំមួយបានកើតមានរវាងគំនិតវេទនាអារម្មណ៍និងអំពើប៉ុន្តែថាការត្រាប់តាមមនុស្សដទៃទាំងឡាយមិនស្ថិតក្នុងអត្ថប្រយោជន៍ល្អប្រសើររបស់យើងជានិច្ចនោះទេយកជាឧទាហរណ៍លោកមហាត្មកុន្ធីបានជាអ្នកដឹកនាំដ៏មានកិត្តិនាមល្បីល្បាញបំផុតម្នាក់របស់ពិភពលោកដោយមានអ្នកគាំទ្រច្រើនជាអនេកនៅគ្រប់ទិសទីនៃពិភពលោកប៉ុន្តែនៅក្នុងគ្រួសារវិញលោកទទួលបរាជ័យក្នុងការផ្ដល់អំណាចដល់កូនប្រុសតែមួយរបស់លោកឲ្យក្លាយជាមនុស្សមានជោគជ័យសហគ្រិននាំមុខជាច្រើនមន្ត្រីជានាយកប្រតិបត្តិទាំងឡាយនិងនាយកគ្រប់គ្រងនានាដែលត្រូវបានគេរាប់ថាជាមនុស្សគំរូដ៏មានជោគជ័យនៅក្នុងអត្ថបទសៀវភៅនិងទស្សនាវដ្តីជាច្រើនស្ដីពីភាពជោគជ័យនិងភាពជាអ្នកដឹកនាំនៅក្នុងអតីតកាលឥឡូវនេះកំពុងត្រូវបានគេបោះពុម្ពផ្សាយនៅលើទំព័រមុខនៃសារព័ត៌មានប្រចាំថ្ងៃនិងធ្វើជាចំណងជើងលើកញ្ចក់ទូរទស្សន៍សម្រាប់បង្ហាញការប្រកបវិជ្ជាជីវៈមិនត្រឹមត្រូវនិងការកែបន្លំប្រវត្តិសាស្ត្រក៏បានប្រាប់យើងផងដែរថាគ្មានស្ថាប័នមនុស្សណាមួយរួមមានស្ថាប័នសាសនាអប់រំធុរកិច្ចនិងអង្គការអន្តរជាតិទាំងឡាយសុទ្ធតែត្រឹមត្រូវសុក្រិតឥតខ្ចោះនោះទេអ្វីបើវាមានការពិបាកដើម្បីជ្រើសរើសមនុស្សសុក្រិតទាំងឡាយនិងគំរូសុក្រិតទាំងឡាយដែលមនុស្សបានបង្កើតឡើងនេះក៏មិនមានន័យថាយើងមិនអាចចម្លងអរិយាបថនិងអំពើវិជ្ជមានទាំងឡាយដែលបានដឹកនាំពួកលោកទាំងនោះ
និងអង្គការទាំងឡាយរបស់ពួកលោកឆ្ពោះទៅកាន់ភាពជោគជ័យក៏ទៀតដែរប៉ុន្តែថាដើម្បីធានានិងធ្វើឲ្យមានចីរភាពនៅភាពជោគជ័យរបស់យើងត្រូវរកឲ្យឃើញនៅគំរូថិតថេរយូរជាងចក្រវាឡបានកើតមានប្រមាណ 14.5 លានឆ្នាំកន្លងទៅទុកដូចជាអំពើបង្កើតឡើងមាននិរន្តរភាពតែមួយគត់ព្រះអាទិត្យបានមានអតិភិបឡើងប្រហែលជា 4.5 លានឆ្នាំកន្លងទៅហើយបន្ទាប់ក្រោយមកភពផែនដីនិងភពទាំងឡាយដទៃនៅក្នុងសូរ្យប្រព័ន្ធរបស់យើងក៏ត្រូវបានកើតឡើងអំពីធាតុឧស្ម័នដូចគ្នាដែលបានបង្កើតព្រះអាទិត្យដំបូងឡើយភពផែនដីគ្រាន់តែជាដុំរឹងមួយនៃសិលាដែលរលាយប៉ុន្តែក្រោយកាលកន្លងទៅរាប់ពាន់លានឆ្នាំមកសម្បកក្រៅបានប្រែជាត្រជាក់និងកកខាស់រឹងទៅជាផ្ទាំងភពផែនដីហើយនាពេលដែលផ្ទាំងភពផែនដីនេះបានត្រជាក់ល្មមឲ្យទឹកកកបានហើយមហាសាគរទាំងឡាយក៏បានកើតមានមកដែរប្រហែលប្រមាណជា 3.5 លានឆ្នាំកន្លងទៅទឹកក៏បានកកើតឡើងហើយជីវិតដំបូងដែលមានទម្រង់ជាបាក់តេរីបានចាប់កំណើតឡើងក្នុងអំឡុងពេលរាប់ពាន់លានឆ្នាំជីវិតនៅលើភពផែនដីបានបន្តលេចឡើងនិងបានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញជាងមុនទៅជាតិណជាតិរុក្ខជាតិនិងសត្វរហូតដល់ប្រហែល 10,000 ឆ្នាំកន្លងទៅទើបមនុស្សបានកើតមានឡើងនៅលើភពផែនដីចក្រវាឡទាំងមូលទាំងសមាសភាគទាំងអស់របស់ខ្លួនរាប់តាំងពីផ្កាយធំបំផុតរហូតដល់ធាតុបរមាណូតូចឥតក្រៃលែងលេចឡើងនិងមានចីរភាពថិតថេរដោយសារថាមពលបង្កើតសកលតែមួយគត់ថាមពលបង្កើតនៃចិត្តមនុស្សគឺគ្រាន់តែជាចំណាំងពន្លឺដ៏តូចក្រៃលែងមួយនៃថាមពលបង្កើតសកលដ៏គួរខ្លាចមិនអាចស្មានដល់នេះប៉ុណ្ណោះហើយដោយសារតែថាមពលបង្កើតសកលនេះបានបង្កើតចក្រវាឡដូច្នេះចិត្តរបស់យើងបានបង្កើតខ្លួនយើងនិងពិភពលោករបស់យើងឡើងយើងកំពុងចាប់ផ្ដើមចាប់យកសក្តានុពលដ៏ធំសម្បើមនៃថាមពលបង្កើតចិត្តរបស់យើងប៉ុន្តែយើងស្ថិតឆ្ងាយនៅឡើយអំពីភាពជាអ្នកអាចត្រួតត្រានៅចិត្តរបស់យើងបានដើម្បីធ្វើឲ្យប្រកាសថាអភិក្រមដែលបង្កើតបានចាប់ផ្ដើមមាននៅលើភពផែនដីកាលពី 4.5 លានឆ្នាំកន្លងទៅកំពុងបន្តនៅក្នុងអនាគតយើងត្រូវយល់ដឹងនៅអភិក្រមដែលបង្កឲ្យកើតមានឡើងនៅចក្រវាឡរបស់យើងក្រុមយុវជនដ៏មានចំណងខ្លាំងក្លាបានរកឃើញថាកូនសោសម្រាប់បើកទ្វារចូលទៅកាន់ជាន់ទី 8 នៃប្រាង្គរបស់វត្តគឺកូនសោទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួនទី 8 យកគំរូតាមចក្រវាឡដើម្បីក្លាយខ្លួនជាមនុស្សមានជោគជ័យដោយពិតអ្នកត្រូវត្រាប់តាមចក្រវាឡអរគុណជួបគ្នាវីដេអូក្រោយ